លោកគ្រូទាំងគ្រូក៏ដូចជាសួស្តីទៅកាន់សិស្សនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះមេសុធាឯកទេសខណ្ឌដីវិទ្យាចា៎នៅក្នុងថ្ងៃនេះគឺយើងនឹងលើកយកនៅមេរៀនមួយដើម្បីធ្វើការបង្ហាញអ្នកទាំងអស់គ្នាដែលយើងធ្វើការពិសោធន៍អំពីគំនិតទឹកប្រៃតាមរយៈលំនាំ CER ចា៎អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនរបស់យើងតែម្ដងទៅអញ្ចឹងយើងដឹងហើយថាទឹកស្អាតគឺជាធនធានធម្មជាតិដ៏សំខាន់មួយសម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សយើងក៏ដូចជាសត្វនៅលើភពផែនដីនេះអញ្ចឹងទោះបីជាយ៉ាងណាក៏ដោយធនធានទឹកស្អាតក៏ដូចជាទឹកស្អាតសម្រាប់ប្រើប្រាស់នៅពេលបច្ចុប្បន្ននេះគឺវាមានកង្វះខាតចានៅតាមតំបន់មួយចំនួនដូចជាតំបន់ឆ្នេរក៏ដូចជាតំបន់កោះដាច់ស្រយាលផ្សេងចាអញ្ចឹងក្នុងចំណោមវិធីសាស្ត្រជាច្រើនត្រូវបានគេប្រើប្រាស់ដើម្បីធ្វើបំណិតទឹកប្រៃចាដើម្បីប្រមូលយកទឹកស្អាតយកមកប្រើប្រាស់ចាអញ្ចឹងនៅក្នុងនោះវិធីសាស្ត្របំណិតទឹកប្រៃត្រូវបានគេប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពហើយមិនមានផលប៉ះពាល់ទៅដល់បរិស្ថានផងដែរចាអញ្ចឹងនៅក្នុងមេរៀនរបស់យើងនៅក្នុងថ្ងៃនេះគឺយើងមានគោលបំណងមួយចង់បង្ហាញថាទំហំធំគឺជាឥទ្ធិពលដល់បរិមាណទឹកស្អាតដែលប្រមូលបានពីដំណើរការបំណិតទឹកប្រៃដោយយើងប្រើប្រាស់កម្ដៅឬមួយក៏ថាមពលពន្លឺព្រះជំហានបន្តទៀតគឺខ្ញុំមានសំណួរកន្លឹះមួយចង់សួរទៅកាន់សិស្សនិស្សិតទាំងអស់គ្នាអញ្ចឹងបងប្អូនសាកតិចណាចាអញ្ចឹងសំណួររបស់ខ្ញុំចង់សួរថាតើទំហំធំដែលយើងប្រមូលទឹកហ្នឹងណាគឺវាមានអធិពលទៅលើបរិមាណទឹកស្អាតដែលយើងប្រមូលបានពីដំណើរការបំណិតទឹកប្រៃរបស់យើងដោយប្រើប្រាស់កម្ដៅឬថាមពលពន្លឺព្រះអាទិត្យដែរទេចាអញ្ចឹងទាំងអស់គ្នាសាកគិតមើលទំហំធំមានន័យថាយើងប្រើធំពីរនៅក្នុងការប្រមូលទឹកមួយគឺធំតូចបែបនេះហើយមួយទៀតគឺធំបែបនេះហើយយើងដាក់បរិមាណទឹកស្មើគ្នាអញ្ចឹងយើងចង់ដឹងថាតើការប្រមូលទឹករបស់យើងណាវាបានចំនួនស្មើគ្នាដែរទេអញ្ចឹងបងប្អូនមួយចំនួនប្រហែលជាគិតថាទំហំធំគឺយើងអាចប្រមូលទឹកសាបានច្រើនហើយទំហំធំដែលតូចគឺប្រកាសជាប្រមូលទឹកសាបានតិចហើយអ្នកខ្លះក៏យល់បែបនេះប៉ុន្តែបងប្អូនមួយចំនួនទៀតប្រហែលជាគិតថាធំតូចប្រមូលទឹកសាបានច្រើនជាងធំអញ្ចឹងការយល់របស់យើងគឺវាមានលក្ខណៈផ្សេងគ្នាអញ្ចឹងដើម្បីបង្ហាញនៅផតាដែលយើងនិយាយថាទំហំធំវាជះឥទ្ធិពលដល់ការប្រមូលទឹកឬក៏មិនជះឥទ្ធិពលណាគឺយើងធ្វើនៅដំណើរការពិសោធន៍ទាំងអស់គ្នាមុននឹងចូលទៅដល់ដំណើរការពិសោធន៍ខ្ញុំសូមណែនាំនៅសម្ភារៈពិសោធន៍នេះទៅកាន់បងប្អូនទាំងអស់គ្នាជាមុនសិនអញ្ចឹងសម្ភារៈពិសោធន៍ដែលយើងត្រូវការសម្រាប់ការពិសោធន៍របស់យើងមានអំបិលមានចិញ្ចៀនក្នុងអំបិលមានកន្ធិនតូចចំនួន1កន្ធិនធំនេះចំនួន2ចានចងចំនួន2មានកែវបេស៊ីសម្រាប់ទឹកនេះចំនួន2មានកំសៀវយើងមានជាមួយនឹងលក្ខមួយកញ្ចក់មានតប្រៃមួយសារ៉ាមចំណុច6មីលីលីត្រចំនួន1ដើមមានវ៉ែតស្កុតសម្រាប់ស្កុតរមអាហារនេះចំនួន1ដុំហើយយើងមានកន្សែងសម្រាប់រកដៃហើយមានជាមួយនឹងទឹកកកនៅក្នុងធុងនេះដែរចា៎អញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ដំណើរការពិសោធន៍ទាំងអស់គ្នាឥឡូវគឺថាយើងអត់មានទឹកសមុទ្រសម្រាប់ធ្វើការពិសោធន៍ជាក់ស្ដែងទេគឺខ្ញុំសូមបង្កើតនៅគំរូសូត្រចុងទឹកសមុទ្រនេះដោយខ្ញុំប្រើនៅទឹកចំនួន2លីត្រព្រោះដោយសារយើងដឹងថាទឹកសមុទ្រ1លីត្រមានអំបិល35ក្រាមចាអញ្ចឹងនៅក្នុងនេះគឺខ្ញុំប្រើទឹកចំនួន2លីត្របន្ទាប់ពីយកទឹកទៅដាំឲ្យពុះហើយយើងមកធ្វើការរៀបចំនៅសម្ភារៈពិសោធន៍របស់យើងបន្តទៀតអញ្ចឹងបន្តមកទៀតគឺយើងត្រូវយកកូនចានចង្កឹះទៅដាក់ឲ្យចំកណ្ដាលកន្ធនទាំងពីរដូចគ្នាបន្ទាប់ពីដាក់ហើយយើងត្រូវយកស្កុតខ្លាមកបិទនៅមាត់កន្ធនរបស់យើងចា៎ហើយសម្រាប់ការបិទនេះដែរអ្នកទាំងអស់គ្នាត្រូវទុកចន្លោះទុកប្រហោងសម្រាប់ឲ្យយើងធ្វើការចាក់ទឹកក្តៅរបស់យើងចូលទៅក្នុងកន្ធនរបស់យើងទាំងកន្ធនតូចនិងកន្ធនធំគឺយើងធ្វើដូចគ្នាហើយសម្រាប់ការរៀបចំនេះអ្នកទាំងអស់គ្នាអាចរៀបចំវាឲ្យថ្នាក់កណ្ដាលបន្តិចដើម្បីពេលដែលយើងដាក់ទឹកកកទៅវាងាយស្រួលនៅការប្រមូលទឹករបស់យើងឲ្យចូលទៅក្នុងកូនចានចង្កឹះរបស់យើងយើងឃើញថាទឹករបស់យើងពុះហើយអញ្ចឹងបន្តមកទៀតនេះគឺយើងមកធ្វើការចាក់ទឹករបស់យើងចំនួន600មីលីលីត្រទៅក្នុងកន្ធនទាំងពីរដូចគ្នាខ្ញុំចង់បញ្ជាក់ផងដែរថាទឹករបស់យើងមានចំណុច2000មីលីលីត្រគឺយើងប្រើក្នុងមួយកន្ធនគឺយើងប្រើតែ600មីលីលីត្រទេហើយសម្រាប់ការចាក់នេះគឺអ្នកទាំងអស់គ្នាត្រូវមានបំរុងប្រយ័ត្នខ្ពស់ព្រោះដោយសារទឹកនេះគឺជាទឹកក្តៅអញ្ចឹងយើងអាចយកកូនកន្សែងសម្រាប់ត្រប់កាន់តោះមកគឺយើងបិទនៅមាត់យកផ្លាស្ទិកបិទមាត់ចានរបស់យើងដូចគ្នាចំណុចបន្តគឺយើងត្រូវយកទឹកកកប្រើទឹកកកចំនួន2ដុំដូចគ្នាចាបន្ទាប់ពីដាក់ទឹកកកនៅលើមាត់ចានរួចហើយ
យើងរងចាំចំនួន15នាទីដើម្បីសង្កេតមើលថាតើការប្រមូលទឹករបស់យើងរវាងទន្ទឹងធំនេះជាមួយនឹងទន្ទឹងតូចនេះមួយណាដែលប្រមូលទឹកបានច្រើនជាងចាឥឡូវយើងសង្កេតនិងចាំមើលលទ្ធផលទាំងអស់គ្នាបន្ទាប់ពីរងចាំអស់រយៈពេល15នាទីរួចមកយើងមកធ្វើការពិនិត្យមើលនៅលទ្ធផលនៃការពិសោធន៍របស់យើងទាំងអស់គ្នាអញ្ចឹងឥឡូវចំណុចបន្តទៀតគឺយើងត្រូវដោះនៅផ្លាស្ទិកដែលរុំនៅលើមាត់កន្ទុនរបស់យើងចេញហើយការយកចេញនេះគឺយើងត្រូវមានបំរុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងទឹកនៅលើថង់ហូរចូលទៅក្នុងកូនចានអញ្ចឹងកន្លែងនេះអ្នកនរគ្នាត្រូវតែមានបំរុងប្រយ័ត្នឲ្យបានខ្ពស់មែនទេព្រោះជៀសវាងនៃការហូរទឹកនៃផ្ទៃថង់ខាងលើនេះចូលទៅក្នុងកូនចានរបស់យើងធ្វើឲ្យការពិសោធន៍របស់យើងមិនទទួលបានលទ្ធផលអញ្ចឹងឥឡូវយើងមកធ្វើការសង្កេតនៅលទ្ធផលទឹកស្អាតដែលយើងទទួលបានមកពីបំណិតទឹកប្រៃនេះរវាងធំតូចនិងធំនេះទាំងអស់គ្នាចាឥឡូវយើងមើលទៅក្នុងកន្ទុនធំរបស់យើងមើលថាទឹកនៅក្នុងកូនចានរបស់យើងគឺយើងប្រើសារ៉ាមដែលមានចំណុះ6មីលីលីត្រនេះដើម្បីធ្វើការបូមទឹកដែលយើងទទួលបានចឹងបន្ទាប់ពីដំណើរការពិសោធន៍របស់យើងបានបញ្ចប់យើងអាចសន្និដ្ឋានបានថាទំហំធំគឺមានឥទ្ធិពលទៅដល់បរិមាណនៃការប្រមូលទឹកពីបំណិតទឹកប្រៃតាមរយៈកម្ដៅឬមួយក៏ពន្លឺព្រះអាទិត្យពិតប្រាកដមែនតែជាក់ស្ដែងតាមរយៈការពិសោធន៍របស់យើងមិញនេះគឺយើងទទួលបានយើងប្រមូលទឹកបានពីធំដែលមានទំហំធំនេះចំនួន8មីលីលីត្រចាហើយចំណែកឯទំហំតូចនេះគឺយើងប្រមូលទឹកបានតែចំនួន6មីលីលីត្រទេចាអញ្ចឹងនេះសូមបញ្ជាក់ឲ្យឃើញថាធំតែធំវាមានផ្ទៃនៃការរំពោះទឹកហ្នឹងបានច្រើនជាងធំដែលមានផ្ទៃតូចចាអញ្ចឹងតាមការពិសោធន៍នេះយើងអាចគ្រប់គ្រងទៅលើអំណាចដែលយើងបានលើកឡើងថាទំហំធំវាមានឥទ្ធិពលទៅលើបរិមាណនៃការប្រមូលទឹកតាមរយៈបំណិតទឹកប្រៃពីកម្ដៅនិងពន្លឺព្រះអាទិត្យយ៉ាងពិតប្រាកដមែនអញ្ចឹងបន្ទាប់ពីបញ្ចប់នៅការពិសោធន៍របស់យើងនិងការធ្វើសេចក្តីសន្និដ្ឋានរបស់យើងរួចមកគឺខ្ញុំមាននៅសំណួរមួយចំនួនចង់សួរទៅកាន់អ្នកទាំងអស់គ្នាដើម្បីពង្រីកនៅចំណេះដឹងបន្ថែមចាអញ្ចឹងទី1ខ្ញុំចង់សួរថាតើដំណើរការនេះតកតងទៅនឹងវដ្តទឹកក្នុងធម្មជាតិរបស់យើងយ៉ាងដូចម្ដេចវដ្តទឹករបស់យើងយើងដឹងហើយថាមាន3ដំណាក់កាលធំៗមែនទេមានរូបហួតកំណត់ជាមួយនឹងកំណត់អាកាសអញ្ចឹងចង់ដឹងថាវាតកតងគ្នាយ៉ាងម៉េចយើងអាចយកវិសោធន៍នេះទៅប្រើជាមួយនឹងវត្តទឹករបស់យើងបានយ៉ាងម៉េចអ្នកនរគ្នាអាចគិតមើលបានណាចាហើយសំណួរទី2គឺចង់សួរថាតើមានការអនុវត្តជាក់ស្ដែងអ្វីខ្លះសម្រាប់វិធីសាស្ត្របំណិតទឹកនេះយើងអាចអនុវត្តជាក់ស្ដែងសម្រាប់វិធីសាស្ត្រផ្សេងក្រៅពីវិសោធន៍ដែលខ្ញុំបានធ្វើនេះអាចមានវិសោធន៍អីផ្សេងទៀតជាក់ស្ដែងក្រៅពីនេះទៀតណាចាហើយសំណួរទី3គឺចង់សួរថាតើអ្នកអាចកែប្រែឧបករណ៍នេះយ៉ាងដូចម្ដេចដើម្បីឲ្យប្រមូលទឹកបានច្រើនជាងនេះអញ្ចឹងគេទៅនឹងសំណួរទី3នេះចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការគិតមើលថានៅពេលដែលខ្ញុំពិសោធន៍នេះអ្នកទាំងអស់គ្នាអាចគិតថាតើគួរធ្វើបែបម៉េចឬមួយក៏ប្រើប្រាស់នៅបច្ចេកទេសបែបម៉េចដើម្បីឲ្យយើងទទួលបាននៅបរិមាណទឹកដែលយើងប្រមូលពីការពិសោធន៍នេះបានច្រើនជាងដំណើរការពិសោធន៍របស់ខ្ញុំយើងអាចកែប្រែការរុំថង់ផ្លាស្ទិកខាងលើទៅជាថ្នាក់ឬមួយអីគឺតាមអាស្រ័យទៅតាមបច្ចេកទេសរបស់អ្នកទាំងអស់គ្នាណាចាអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងអញ្ចឹងបើសិនជាមានកំហុសខុសឆ្គងអីសូមអធិស្ឋានហើយសូមអរគុណនិងសូមជម្រាបលា